នៅក្នុងថ្ងៃនេះគឺខ្ញុំនឹងមកលើក5ចំណុចបន្ទាប់ពីខ្ញុំធ្វើការទទួលសនាជាមួយនឹងការពួត KPL នៅចិនហើយចំណុចទី1ការយកចិត្តទុកដាក់សម្រាប់ការទៅចិនលើកនេះគឺខ្ញុំហ៊ាននិយាយពីអាម៉ាថាគឺគេយកចិត្តទុកដាក់មួយខ្ញុំគឺខ្លាំងមែនតើញ៉ាំបងបើទោះបីជាជាមួយនឹង KL ខ្មែរគឺមានតែ2នាក់ក៏ដោយមានខ្ញុំហើយជាមួយនឹងរៀមតែរៀមគឺគាត់បានទៅប៉េជីងទេគឺគាត់បានទៅតែឆេងឌូទេអញ្ចឹងមានន័យថាការទៅប៉េជីងហ្នឹងគឺខ្មែរគឺមានតែខ្ញុំម្នាក់ឯងហ្វីលីពីនហើយឥណ្ឌូប្រហែលជា20ម្នាក់30នាក់អីមានស្រុកគេមានអីអញ្ចឹងមកកណោអញ្ចឹងទៅក៏ប៉ុន្តែខ្មែរមានខ្ញុំម្នាក់មើលនិយាយមែនណាការយកចិត្តទុកដាក់ពីខាង Tencent ពីខាងអីអូខេហ្នឹងគឺមកលើយើងគឺខ្លាំងមែនតើហ្មងនិយាយទៅគឺអត់ដឹងយកអីមកនិយាយតាំងពីការនៅឆេងឌូតាំងពីការញ៉ាំដើរដេកឈរអង្គុយអីហ្នឹងគឺគេ take care យើងខ្លាំងយ៉ាងមែនតើហ្មងអញ្ចឹងបើពីខ្ញុំទៅមានអារម្មណ៍លយដែរចំណុចទី2គឺការស្ដាប់ជាមួយមតិរបស់អ្នកលេងអញ្ចឹងនៅពេលដែលខ្ញុំទៅជាមួយនឹង Cheng Du ហ្នឹងគឺគេនាំយើងទៅជាមួយនឹងក្រុមហ៊ុន Tencent ដែលជាក្រុមហ៊ុនធំរបស់ AOK ហ្នឹងដែរហើយចំណុចដែលខ្ញុំ surprise ជាងគេបំផុតហ្នឹងគឺគេឲ្យជាមួយនឹង player លេងទាំងអស់គ្នាហ្នឹងយកទៅនិយាយផ្ទាល់ជាមួយនឹង developer យ៉ាងហ្មងនិយាយទៅពេលហ្នឹងគឺខ្ញុំអត់បានទៅនិយាយទេព្រោះដោយសារខ្ញុំថ្មីនៅក្នុង game ហ្នឹងដែរក៏ប៉ុន្តែអ្នកតំណាងឲ្យខ្មែរហ្នឹងគឺមានជាមួយនឹងរៀមអញ្ចឹងរៀមគឺគាត់បានចូលទៅនិយាយជាមួយនឹង developer ហ្មងនិយាយស្រួលយកទៅគឺនៅក្នុងបន្ទប់ហ្នឹងគឺគេយក player ទាំងហ្វីលីពីនទាំងឥណ្ឌូទាំងម៉ាឡេទាំងខ្មែរយើងអីហ្នឹងគឺចូលទៅក្នុងហ្នឹងហ្មងនិយាយតាមព្រមហ្មងនៅពេលដែលខ្ញុំនៅ Mobile Legends គឺយើងអត់ដែរជួបព្រឹត្តិការណ៍ហ្នឹងទេគេចង់ធ្វើអីគេចង់ធ្វើអីចឹងគឺគេធ្វើផ្ទៃក្នុងគឺគេភាសាផ្ទៃក្នុងគឺគេអត់ដែរយកជាមួយនឹងមតិរបស់ KL ធម្មតាយកទៅនិយាយប៉ុន្តែទៅពេលខ្ញុំឃើញ AOK គេធ្វើចឹងវា surprise ដែរដោយសារតែមូលហេតុអីធម្មតាទេមានតែយើងអ្នកលេងខ្លួនឯងមានតែយើងជា player ខ្លួនឯងធម្មតាតែមិនយើងដឹងថាអូកន្លែងណាដែលយើងត្រូវ complain ខ្លះប៉ុន្តែទៅពេលខ្ញុំទៅចិនលើកនេះគឺគេទៅដល់ក្រុមហ៊ុនហើយគឺគេយកជាមួយនឹងមតិយើងយកទៅគិតទៀតអញ្ចឹងគឺវាជាចំណុចមួយដែលខ្ញុំគិតថាអូណៃដែរគេយកចិត្តទុកដាក់មកយើងដែរទី3 AOK មាន plan ច្បាស់លាស់អញ្ចឹងបើសិនយើងគិតតាមពីថ្ងៃដែល AOK release រហូតមកដល់ឥឡូវហ្នឹងគឺវាគម្រប់ខួប10ឆ្នាំហើយក៏ប៉ុន្តែបើសិនអ្នកគ្នាមើលជាក់លាក់មែនតើហ្មងគឺជាមួយនឹងការ release global គឺទៅតែបាន2ឆ្នាំជាងអីទីទួចទេអញ្ចឹងមានន័យថាគឺគេ run នៅក្នុងប្រទេសចិនហ្នឹងគឺរហូតដល់7 8ឆ្នាំហើយបានគេ release ជាមួយនឹង global server global ដើម្បីយើងលេងទាំងអស់គ្នាអញ្ចឹងអ្នកគ្នាប្រកាសឆ្ងល់ថា game នឹងមកពីណាមកពីណីយ៉ាងមិនបានត្រូវ10ឆ្នាំអញ្ចឹងដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងគឺ game ហ្នឹងគេ release យូរហើយគាត់ថាគេដើរនៅក្នុងទីផ្សារចិនក៏ប៉ុន្តែដល់ឥឡូវហ្នឹងគឺគេបុកជាមួយនឹងទីផ្សារនៅខ្មែរយើងខ្ញុំគិតថាជាមួយនឹងការដើរហ្នឹងគឺវាត្រូវតង់ខ្លាំងយ៉ាងមែនតែបើទោះបីបច្ចុប្បន្នថាយើងអត់ទាន់ឃើញមានផ្លែកាយមែនក៏ប៉ុន្តែសម្រាប់ plan របស់គេគឺចេញមកមួយគឺច្បាស់ខ្លាំងយកមែនតើខ្ញុំអត់អាចអង្គុយសម្រែកទាំងអស់ហើយព្រោះសារតាហ្នឹងវាវែងខ្លាំងពេកប៉ុន្តែខ្ញុំហ៊ាននិយាយពីអាម៉ាត់ទៀតថាបើសិនអ្នកគ្នាព្យាយាមលេងជាមួយនឹង game ហ្នឹងអ្នកគ្នាព្យាយាមបង្វឹកខ្លួនឯងបានល្អមានក្រុមដែលត្រឹមត្រូវខ្ញុំគាត់ថាថ្ងៃមុខគឺអ្នកគ្នាអត់ចោលសមត្ថភាពរបស់អ្នកគ្នាហើយក៏អ្នកគ្នាអាចលេងជាមួយនឹង game ហ្នឹងដែលអត់ប្រយោជន៍ដែរចំណុចទី4 AOK នៅចិនគឺធំខ្លាំងមែនតើហ្មងអញ្ចឹងកន្លងមកយើងធ្លាប់តែឮគេនិយាយថាអូ AOK ហ្នឹងនៅចិនចេះនៅចិនចោះធំចេះធំចោះមានអ្នកលេងច្រើនចេះមានលេងច្រើនចោះក៏ប៉ុន្តែខ្ញុំវាអត់ដែរនឹកស្មានថាគឺវាធំដល់កម្រិតហ្នឹងព្រោះដោយសារតែមូលហេតុដែលខ្ញុំនិយាយពាក្យថាធំដោយសាររហូតដល់ខ្ញុំគាត់គិតថាការលេងហ្គេមទោះបីមិនក៏វាមិនអាចល្បីដូចអ្នកថតកុនឬមួយក៏មិនអាចល្បីដូចជាតារាចម្រៀងឬមួយក៏តារាបាទាត់អីបានដែរក៏ប៉ុន្តែនៅពេលដែលខ្ញុំទៅដល់គឺខ្ញុំផ្ទុះខួរយ៉ាងហ្មងកលាករដែលនៅចិនណាជាមួយនឹងការលេងអីអូខេនិយាយត្រង់ហ្មងអត់ដល់តារ៉ូណូហើយជាមួយនឹង Messi ទេក៏បន្តគឺវាធំខ្លាំងមែនតើហ្មងល្បីមកចំហឹងយកហ្មងស្ទើរតែអាចនិយាយថាបើថាដើរតាណាណាអត់មានសំសុខគឺដើរអត់រួចយកហ្មងហើយបើថាឲ្យគេឃើញនៅកន្លែងតាមសាធារណៈគឺអត់មានឯកជនភាពយកហ្មងយកទៅគឺល្បីខ្លាំងពេកហើយសម្រាប់ game ពាក្យថា game មួយម៉ាត់យើងមិនដឹងអីធម្មតាលេងតែក្មេងៗឯណាគេក៏ដូចណាគេ game អីក៏ដូចណាគេដែរគឺអត់មានមនុស្សចាស់ណាយកមកលេងទេក៏ប៉ុន្តែសម្រាប់ AOK នៅចិននេះគឺខ្ញុំឃើញផ្ទាល់ភ្នែកយកហ្មងមនុស្សចាស់អាយុ40អាយុ50ហើយនៅលេង AOK ទៀតព្រោះពេលហ្នឹងទៅផ្លូវឆេងឌូគឺកន្លែងគេដើរលេងហ្មងខ្ញុំឃើញអ៊ំនោះប្រហែលជាអាយុ50ជាងអង្គុយលេង AOK ហ្នឹងចាំខ្ញុំដឹងថាអូ AOK នេះគឺនៅចិននេះមិនថាចាស់មិនថាក្មេងគឺលេងទាំងអស់យកហ្មងហើយសម្រាប់ចំណុចទី5ដែលជាចំណុចចុងក្រោយហ្នឹងគឺអនាគតរបស់ AOK ផ្ទាល់យកតែម្ដងការដែលធ្វើទីផ្សារ game មួយដើរនៅចិនណាគឺវាមិនមែនជារឿងមួយដែលស្រួលគឺវាជារឿងមួយដែលពិបាកមែនតើនៅពេលដែលខ្ញុំទៅស្រាវជ្រាវទៅខ្ញុំដឹងថាការដែលសុំ license ក្តីការដែលធ្វើឲ្យជាមួយនឹង game ហ្នឹងអាចធ្វើការដើរនៅក្នុងប្រទេសចិនហ្នឹងមួយគឺពិបាកមែនតើហ្មងមិនដូចយើងនៅប្រទេសធម្មតាឬមកប្រទេសយើងមកប្រទេសជិតខាងយើងឲ្យសុំ license មើលគឺបានទេណាចិននេះគឺមហាតឹងហ្មងតាំងពីការ design hero តាំងពីជាមួយនឹងប្រវត្តិសាស្ត្រតាំងពីចំណុចពីទុយហ្នឹងគឺនៅចិនគឺតឹងមែនតើអញ្ចឹងដល់មូលហេតុហ្នឹងឯងដែលធ្វើឲ្យជាមួយនឹង game Mobile Legends គឺចេញមកចូល8ឆ្នាំ9ឆ្នាំអីក៏ប៉ុន្តែការដែលដើរនៅចិនគឺទៅតែសុំ license គេបាន2ឆ្នាំហ្នឹងទេអញ្ចឹងមានន័យថាមិនមានណាសម្រាប់បទពិសោធន៍របស់ AOK នៅចិនគឺវាក្រាស់ក្រែលមែនតើមកជាមួយនឹងឧបសគ្គវិញគឺយើងអាចនិយាយបានថាគឺឧបសគ្គធំៗគេដើរជន់ឡើងចង់ផ្ទុះ
ដាច់ជើងដាច់ដៃដាច់អីហ្នឹងបត់សោតគឺវាក្រាស់ក្រែខ្លាំងមែនតើអញ្ចឹងមានន័យថាការជាមួយនឹងការយកមកដើរនៅក្នុងទីផ្សារ global នេះគឺគេប្រើតែ2ឆ្នាំចុងក្រោយទេយើងឃើញតែការដើរនៅម៉ាឡេការដើរនៅជាមួយនៅហ្វីលីពីនគឺធំមែនតើហើយឥឡូវនេះជាមួយនឹងការបោះទីផ្សារចូលមកស្រុកខ្មែរយ៉ាងទៀតខ្ញុំអត់ expect យូរទេដំបូងខ្ញុំគិតថា3ឆ្នាំ4ឆ្នាំទៅ5ឆ្នាំក៏ប៉ុន្តែឥឡូវវាអាចនិយាយថាការផ្នត់កំណត់ហ្នឹងគឺចាប់ផ្ដើមផ្លាស់ប្ដូរបណ្ដាហើយខ្ញុំគិតថាយ៉ាងច្រើនមួយឆ្នាំ2ឆ្នាំទៀតគឺយើងឃើញផ្លែផ្កាយបងបើថាខ្ញុំនិយាយតែមាត់តែគីឡូណាគ្នាអត់ជឿចុះអ្នកគ្នាចាំមើលអស់គ្នាដែរ